សួស្តីកូនៗទាំងអស់គ្នាជួបជាមួយលោកគ្រូទៀតហើយនៅមេរៀនទី51អំណានចំការរបស់ជីតាខ្ញុំជាងដើម្បីកុំឲ្យខាត់ពេលយូរកូនៗទាំងអស់គ្នាចុច Subscribe ចុចសញ្ញាកណ្ដឹងដើម្បីទទួលបាននៅមេរៀនថ្មីៗពីលោកគ្រូជាងកូនទាំងអស់គ្នាមកធ្វើការអាននៅអត្ថបទអំណានរបស់យើងជាមួយលោកគ្រូទាំងអស់គ្នាតោះឥឡូវចាប់ផ្ដើមជីតាខ្ញុំមានចំការមួយនៅក្រោយផ្ទះគាត់ដាំដំណាំហូបផ្លែនិងបន្លែគ្រប់មុខដូចជាឪឡឹកត្រសក់ល្ពៅជីស្លឹកគ្រៃជាដើមពេលទំនេរខ្ញុំជួយដកស្មៅពូនគល់និងស្រោចទឹកដំណាំជីដូនខ្ញុំសប្បាយចិត្តណាស់ព្រោះឃើញខ្ញុំចូលចិត្តធ្វើការងារគាត់មានប្រសាសន៍ថាខ្ញុំឧស្សាហ៍ដូចជីតាខ្ញុំដែរខ្ញុំពេញចិត្តនឹងចំការជីតាខ្ញុំណាស់ព្រោះវាផ្ដល់ផលប្រយោជន៍ដល់គ្រួសារខ្ញុំហូបចុកបានគ្រប់គ្រាន់ក្រោយពីកូនបានអានជាមួយលោកគ្រូមកឥឡូវកូនទាំងអស់គ្នាចាប់ផ្ដើមចាក់សារឡើងវិញរួចអានម្ដងទៀតឲ្យបានច្រើនដងច្រើនសារដើម្បីឲ្យឆាប់ចេះឆាប់ចាំហើយឆាប់ស្ទាត់ជំនាញក្នុងការអានតែមុននឹងចុចបិទកូនទាំងអស់គ្នាចុច Subscribe ចុចសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗនិងមេរៀនថ្មីៗពីលោកគ្រូ